គ្រាន់តែបងម៉ៃមកពីធ្វើការតាមខេត្តវិញភ្លាមគឺនាំគ្នាទៅលេងផ្ទះម៉ាក់គាត់ដោយសារតែថ្ងៃមុនខ្ញុំធ្វើវីដេអូធ្វើសាឡាត់គាត់ថាតំណងមែនតែនចង់ញ៉ាំអញ្ចឹងហើយថ្ងៃនេះខ្ញុំក៏ធ្វើសាឡាត់បូករួមជាមួយសាច់អាំងហើយនឹងផ្សិតអាំងយកទៅញ៉ាំជាមួយម៉ាក់ក្មេងម្ដងហើយម៉ាក់ក្មេងខ្ញុំថ្ងៃនេះអត់ឲ្យចាញ់កូនប្រសាទេកូនប្រសាធ្វើម្ហូបអញ្ចឹងគាត់ដុតនំធ្វើជាផ្អែមសួស្ដីជម្រាបសួរបងប្អូនទាំងអស់គ្នាឲ្យថ្ងៃសៅរ៍អាទិត្យឡើងភាគច្រើនខ្ញុំទៅលេងម៉ាក់ក្មេងយាយណាមួយបងម៉ៃទៅមកពីធ្វើការតាមខេត្តផងអញ្ចឹងម៉ាក់បងម៉ៃរៀងនឹកកូនចង់សួរសុខទុក្ខជួបសួរនាំកូនអញ្ចឹងណាហើយខ្ញុំទៅតែម៉ាក់ក្មេងថ្ងៃនេះអត់ឲ្យដៃទៅទេគាត់ចង់ញ៉ាំជាមួយនឹងសាឡាត់បែបអាហារសុខភាពបងប្អូនអញ្ចឹងខ្ញុំធ្វើមួយសាច់ចកៈក៏ដូចជាផ្សិតអាំងញ៉ាំផ្ទាប់មួយសាឡាត់ហ្នឹងគឺត្រូវគ្នាហើយឆ្ងាញ់មែនតើបងប្អូនចង់ធ្វើសាច់គោក៏បានដែរឆ្ងាញ់ទៀតផងតែម៉ាក់ក្មេងខ្ញុំក៏ចូលចិត្តសាច់ទ្រូងមាន់ជាងហើយណាមួយគឺវាអត់សូវមានខ្លាញ់អញ្ចឹងយើងកំពុងតមថែរៀងអីហ្នឹងក៏ត្រូវដែរសាច់មាន់ហ្នឹងយើងប្រឡាក់ទឹកស្អ៊ីវប្រេងខ្យងខ្ញុំដាក់ទឹកឃ្មុំបន្តិចព្រោះវាអត់សូវមានជាតិទេអញ្ចឹងរសជាតិត្រូវដិតប្រៃផ្អែមអញ្ចឹងណាបងប្អូនថែមម្ទេសតិចទៅឲ្យមានពណ៌ស្អាតបើផ្សិតវិញដាក់ទឹកស្អ៊ីវប្រេងខ្យងម្រេចច្បល់ចូលគ្នាឲ្យសព្វមកគឺបានហើយទុកសាច់ហើយនឹងផ្សិតយើងឲ្យចូលជាតិសិនខ្ញុំចាប់ផ្ដើមមកហាន់ជាមួយបន្លែសាឡាត់នេះខ្ញុំហាន់វារាងទូចអញ្ចឹងគឺងាយស្រួលញ៉ាំលាងត្រាំទឹកវាឲ្យស្អាតទៅបងប្អូនព្រោះសាឡាត់ភាគច្រើនវារាងសម្បូរដីអញ្ចឹងខ្ញុំដាក់ត្រាំទឹកចោលសិនទៅក្នុងនឹងក៏មានលាងជាមួយនឹងម្ទេសផ្លោកឆៃថាវក្រហមតសក់អីអញ្ចឹងផងដែរលាងពី3ទឹកហើយយើងទុកវាឲ្យស្រស់ទឹកសិនទៅខ្ញុំចាប់ផ្ដើមមកដោតមួយសាច់ចកៈយើងវិញនិយាយទៅធ្វើម្ហូបតតានេះតិចត្រឡប់ទៅត្រឡប់មកឲ្យបងប្អូនបានលឿនបើធ្វើឲ្យហើយមកមុខគឺយូរខាតពេលហ្មងសម្រាប់ផ្សិតខ្ញុំប្រើប្រភេទផ្សិតភ្លៅមាន់ណាបងប្អូនតែយកកូនវាទូចអាហ្នឹងមួយម៉ាត់មួយឆ្ងាញ់ណាស់សាច់មាន់វិញគឺយើងប្រឡាក់គ្រឿងហើយយើងដោតចកៈវាចឹងទៅបងប្អូនម៉ាក់ក្មេងខ្ញុំក៏អត់សូវចូលចិត្តសាច់គោឬក៏សាច់ដែលមានខ្លាញ់ទេអញ្ចឹងក៏ចូលចិត្តតែសាច់សដូច្នេះហើយក៏ធ្វើសាច់ទ្រូងមាន់ហ្មងទៅបងប្អូនមួយរយៈនេះខ្ញុំរៀងញ៉ាំអាហារថៃរៀងដែរអញ្ចឹងក៏ត្រូវគ្នាម្យ៉ាងដែរដោតសាច់ចកៈក៏ដូចជាផ្សិតហើយយើងគ្របវាទៅទុកទូទឹកកកមួយផ្លេតសិនខ្ញុំចាប់ផ្ដើមមកធ្វើសាឡាត់យើងវិញសាឡាត់យើងបងប្អូនតើវាស្រស់ទឹកបានវាឆ្ងាញ់ខ្ញុំធ្វើញ៉ាំថ្ងៃមុនគឺឆ្ងាញ់ណាស់ឡើងម៉ាក់ក្មេងខ្ញុំឃើញក៏ចង់ញ៉ាំដែរប្រភេទអាហារនេះគឺរបៀបដូចអាហារសុខភាពអញ្ចឹងបងប្អូនយើងញ៉ាំពេលយើងហាត់ប្រាណតមអាហារឬក៏ញ៉ាំទូទៅក៏បានដែរនៅអាឡម៉ង់នេះគេចូលចិត្តសាឡាត់ណាសឹងថាអាហារគ្រប់ពេលគឺមានសាឡាត់រហូតហើយបងប្អូនចូលចិត្តអីអាចដាក់នឹងបានខ្ញុំមានឆៃថាវក្រហមតសក់ម្ទេសផ្លោកពេញប៉ោះហើយខ្ញុំថែមមួយពោតស្ងោរទីបងប្អូនផ្អែមហ្នឹងគឺឆ្ងាញ់មែនតើក្រៅពីហ្នឹងគឺម៉ូតសារ៉េឡាច្បល់ចូលគ្នាសព្វទៅរួចរាល់ហើយទឹកជ្រលក់វាខ្ញុំអត់តន់ដាក់ឯងបងប្អូនខ្លាចវាស្លោកណាមុននឹងចេញទៅគឺយើងទៅមួយទឹករៀបចំខ្លួនសិនហើយថ្ងៃនេះខ្ញុំក៏ទាញជាមួយនឹង scrap បង TA គឺអំបិលហេម៉ាឡៃ scrap កាត់ឆុងហ្នឹងយកមកឲ្យបងម៉ៃ scrap ដោយសារគាត់ទៅធ្វើដំណើរមកពីផ្លូវឆ្ងាយផ្លូវអីអញ្ចឹងណាហើយឆ្នាំនេះយើងមានឆុងឆ្នាំទោះជាយើងអត់មានបញ្ហាអីធំដុំបងប្អូនពេលខ្លះគឺ stress គឺយើងអត់សុបាយចិត្តអីចឹងទៅអញ្ចឹងហើយខ្ញុំជាប្រចាំឆុងឆ្នាំអញ្ចឹងគឺប្រយ័ត្នណាស់ទាំងពីរអ្នកបងម៉ៃនិងឯអាសា scrap អាសាអីចឹងទៅពេលយើងមានអារម្មណ៍ថា stress យើងអត់សុបាយចិត្តគឺតែងតែទាញអំបិលនឹងឯងយកមក scrap ដើម្បីលាងសយលាងអីយើងចេញបងប្អូននិយាយមែនណាបងប្អូនមិនជឿកុំប្រមាថខ្ញុំធ្វើច្រើនដងហើយធ្វើឲ្យគឺបានផលរីករាយសុបាយចិត្តជាងមុនកំពុងតែ stress អីវាធូរស្បើយតាមនឹងអញ្ចឹងណាហើយខ្ញុំពីអ្នកប្តីប្រពន្ធនៅក្រៅប្រទេសនៅប្រទេសទំនើបមិនក៏ដោយជំនឿណាខ្ញុំធ្វើទៅខ្ញុំសុបាយចិត្តក្តីសុខផ្លូវចិត្តគឺខ្ញុំធ្វើហើយប្រឹងប្រែងក៏ប្រឹងជំនឿក៏យើងជឿអញ្ចឹងហើយគឺយើងសុបាយចិត្តរីករាយតាមនឹងណាបងប្អូនមួយវិញទៀតជាប្រចាំថ្ងៃខ្ញុំអត់ដែរចោលទេខ្សែដៃពីរនេះមួយគឺខ្សែដៃប្រមូលផលហើយមួយទៀតគឺខ្សែដៃកាត់ឆុងខ្ញុំជន់ឆ្នាំដើម្បីការពាររឿងមិនល្អកុំឲ្យចូលមកក្នុងជីវិតយើងប្រមូលផលប្រមូលនៅរឿងល្អចូលមកក្នុងជីវិតអីដែលយើងបាត់បង់ខាតបង់មិនថាក្នុងជីវិតឬការរស់ស៊ីអីទេបងប្អូនយើងពាក់ទៅគឺជួយឲ្យយើងបានមកវិញគុណនឹង10គុណនឹង100ប្រើទៅបានផលប្រើទៅចេះរីករាយចេះមានក្តីសុខអញ្ចឹងក៏ប្រើជាប់រហូតហើយក៏ចែកម្លែកឲ្យបងប្អូនដែរព្រោះបងប្អូនតាមដានវីដេអូខ្ញុំគឺដឹងហើយខ្ញុំប្រើមកយូរហើយសូម្បីតែបងម៉ៃនឹងក៏ពាក់ជាប្រចាំជាប់រហូតមិនថាទៅប្រទេសណាក៏យកទៅជាមួយដែរបងប្អូនហើយរបស់តែយើងប្រើបានផលគឺយើងចង់ឲ្យពាក់ជាប់នឹងឯងហើយខ្ញុំក៏អត់ចង់និយាយច្រើនបខំឲ្យបងប្អូនជឿឲ្យដែរបងប្អូនអាចតាមដានមើលខ្លួនឯងពីជីវិតរបស់ខ្ញុំអញ្ចឹងណាបើមិនអញ្ចឹងទេទិញសាកពាក់មើលទៅតែសំខាន់បងប្អូនទិញរបស់សុទ្ធយកមកប្រើប្រាស់ទើបយើងបានផលពិតតាមនឹងសម្រាប់ខ្ញុំគ្រឿងវត្ថុស័ក្តិសិទ្ធិវត្ថុមង្គលទាំងអស់ដែលខ្ញុំប្រើប្រាស់ជាប្រចាំគឺខ្ញុំតែងតែកំងពីបង TH online shop នៅប៉ោយប៉ែតខាងគាត់គឺខ្ញុំទុកចិត្តបានមកបងប្អូនថារបស់គាត់គឺសុទ្ធតែសុទ្ធមកពីប្រទេសប្រេស៊ីល Belgium អីចឹងទៅអញ្ចឹងបងប្អូនចាប់អារម្មណ៍អាចឆាតទៅ page គាត់ផ្ទាល់បានដើម្បីសួរតាក់ទងមួយព័ត៌មានលម្អិតផ្សេងខ្ញុំនេះនិយាយចុះឡើងមកដល់ផ្ទះម៉ាក់ក្មេងយាយមកដល់ភ្លាមគឺគាត់កំពុងតែមុជទឹកអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមរៀបចំម្ហូបអីឲ្យហើយស្រេចទៅដាក់អាំងសាច់អាំងផ្សិតអូយផ្សិតនឹងឆ្ងាញ់ណាស់បងប្អូនអើយសម្រាប់ផ្សិតមួយខ្ញុំចូលចិត្តជាងសាច់ទៀតយើងអាំងឲ្យក្រៀមក៏ឆ្ងាញ់ជៀនក៏ឆ្ងាញ់ដែរហើយបងម៉ៃក៏ចាប់ផ្ដើមមករៀបចំជាមួយនឹងសាឡាត់ក៏ដូចជានំប៉័ងនៅនេះគេអត់សូវញ៉ាំបាយបងប្អូនពីច្រើនគេញ៉ាំនំប៉័ងចឹងឯងហើយសាឡាត់ហ្នឹងយើងរៀបចំមកពីផ្ទះហើយចឹងមកដល់យើងថែមទឹកស្រូបវាទៅច្បល់ឲ្យសព្វគឺញ៉ាំបានហើយម្ហូបរៀបចំមកពីផ្ទះហើយស្រេចអញ្ចឹងអត់មានអីយូរទេបងប្អូនអាំងសាច់មួយផ្លែតហាន់នំប៉័ងអីមកគឺ
គឺដល់ម៉ោងញ៉ាំល្មមម៉ាក់ក្មេកខ្ញុំនេះឲ្យតបានកូនមកលេងគឺគាត់សប្បាយចិត្តណាស់ជាពិសេសបើបានធ្វើម្ហូបឲ្យគាត់ញ៉ាំទៀតព្រោះមួយរយៈនេះនៅនេះគឺក្តៅខ្លាំងណាស់បងប្អូនអញ្ចឹងម៉ាក់ក្មេកខ្ញុំក៏អត់សូវបានចេញទៅក្រៅទេក៏អត់សូវស្រួលខ្លួនដូច្នេះហើយឲ្យតែសៅរ៍អាទិត្យតនេគឺមកលេងម៉ាក់ក្មេកហើយធម្មតាធ្លាប់តែធ្វើម្ហូបខ្មែរឲ្យម៉ាក់ក្មេកញ៉ាំដល់ពេលថ្ងៃនេះមកធ្វើម្ហូបរៀងកូនកាត់ចង់ភ័យដែរបងប្អូនមិនដឹងត្រូវមាត់គាត់អត់ប៉ុន្តែមានណាបងប្អូនចាំមើលឲ្យដល់ចប់បានដឹងគាត់ញ៉ាំគ្មានសល់អីមិនតិចទេមិនថាសាច់មិនថាសាឡាត់ទេសរសើរទៀតហ្នឹងអីដែលសំខាន់អាទិត្យក្រោយគាត់ថាគាត់ទៅលេងផ្ទះខ្ញុំម្ដងចង់ញ៉ាំមួយស្លខ្មែរទៀតព្រោះលោកមុនធ្វើសម្លកកូរឲ្យគាត់ឆ្ងាញ់ណាដោយសារម៉ាក់ក្មេងខ្ញុំអត់សូវចូលចិត្តថតអញ្ចឹងឲ្យស្ដាប់សលេងគាត់តិចទៅបងប្អូន Ja, genau. Das ist alles. ម៉ាក់ក្មេកខ្ញុំរៀងអៀនណាបងប្អូនហើយបើមិនបានរៀបចំខ្លួនស្អាតភ្លឹងទៅនៅផ្ទះអីគឺគាត់ឲ្យហ៊ានថតទេខ្មាស់បងប្អូនឥឡូវបន្ទាប់ពីញ៉ាំបាយហើយនេះគឺម៉ាក់ក្មេកខ្ញុំមានត្រៀមជាមួយនឹងនំ strawberry ទៀតដោយសារតែចូលដល់ខែ summer ខែក្តៅនៅនេះសម្បូរ strawberry ណាបងប្អូនស្នាដៃម៉ាក់ក្មេកខ្ញុំគឺពិសេសមែនទែនបងប្អូនភាគច្រើនគឺគាត់ធ្វើរបៀបអាហារសុខភាពមិនថានំទេសូម្បីតែនំមួយទាំងមូលក៏ប៉ុណ្ណាណីហ្នឹងបងប្អូនគឺគាត់ប្រើស្ករតែកន្លះខាំទេបងប្អូនចង់ដឹងរូបមន្តចាំលើក្រោយខ្ញុំធ្វើបរិហាញ៉ាំឡើងមានទំនុកចិត្តហ្មងណានំមួយ3នាក់ចង់អស់ហើយវីដេអូថ្ងៃនេះក៏មានតែប៉ុណ្្នឹងឯងបងប្អូនបាយបាយ